Alo Alo 1 2 3 Alo បាទជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះមានកិត្តិយសដើម្បីឲ្យខ្ញុំបាទឆ្លើយតបទៅកាន់អ្នករិះគន់ទៅលើការរៀបចំព្រឹត្តិការណ៍ SEA Games នៅឆ្នាំ2025រៀបចំដោយប្រទេសខ្ញុំបាទអ្នកដែលរិះគន់ទាំងអស់ដែលរិះគន់ថាការរៀបចំអត់បានល្អដាច់ភ្លើងអត់ស្អាតស្ទះផ្លូវច្រឡំទង់ជាតិអីជាដើមហ្នឹងពោលគឺរិះគន់ថារៀបចំដោយអាចឆ្កែខ្ញុំសូមជម្រាបថាឲ្យខ្ញុំរៀបចំឲ្យបានល្អប៉ុណ្ណាទៀតប៉ុណ្្នឹងហើយមិនល្អទេអីប៉ុណ្្នឹងហើយមិនគ្រប់គ្រាន់ទេអីប្រទេសខ្ញុំអ្នកទាំងអស់គ្នាសូមជ្រាបថាសេដ្ឋកិច្ចកំពុងតែរាក់រាក់ទើបតែទទួលរងនៅខ្យល់ព្យុះយ៉ាងសាហាវឃោឃៅបាក់អគារជាច្រើនហើយបន្តទៅទៀតនោះគឺមានការដូរនាយករដ្ឋមន្ត្រីអីជាដើមខ្ញុំទើបតែឡើងថ្មីទេបងប្អូនខ្ញុំទើបតែឡើងថ្មីទេហើយកន្លងទៅថ្មីទៀតនេះគឺមានរឿងប៉ះទង្គិចជាមួយនឹងប្រទេសកម្ពុជាដែលធ្វើឲ្យកងទ័ពទាហានរបស់យើងពលីជាច្រើនអ្នករឿងប៉ុណ្្នឹងហើយនៅមិនតាន់ចប់ទៀតគឺពាក់ព័ន្ធទៅនឹងការធ្វើពាណិជ្ជកម្មជាមួយអាមេរិកគឺអាចនឹងធ្លាក់ចុះយ៉ាងគំហុកមិនតាន់អស់ទេបងប្អូនអើយអ្នករិះគន់ជាទីស្នេហាអើយក៏មានខ្យល់ព្យុះមានទឹកជំនន់បន្ថែមលិចខ្ទេចខ្ទីអស់ស្លាប់ពលរដ្ឋខ្ទេចខ្ទីរបស់របរទ្រព្យសម្បត្តិអស់ជាច្រើនហើយពិតជាពិបាកពិតជាវេទនាយ៉ាងក្រៃលែងហើយថ្មីនេះទៀតសោតអ្នកទាំងអស់គ្នាក៏ដឹងហើយថាប្រទេសភូមាគឺបានបាញ់មកក្នុងប្រទេសថៃរបស់ខ្ញុំយ៉ាងសាហាវឃោឃៅខ្ទេចខ្ទីអគារហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើនខាត់បងថវិកាជាតិអស់ជាច្រើនសួរថាមានលុយឯណាទៅរៀបចំឲ្យបានល្អដូចកម្ពុជាបាទសួរដូចឆ្ងល់អ្នកទាំងអស់គ្នាអ្នកដែលរិះគន់ជាពិសេសតើហេតុអ្វីក៏យកប្រទេសថៃប្រៀបកម្ពុជាប្រទេសថៃគឺជាប្រទេសអ្នកមានបាទក៏ប៉ុន្តែជួបរឿងអកុសលបែបនេះថាតើឲ្យធ្វើយ៉ាងម៉េចធ្វើយ៉ាងណាឲ្យបានល្អជាងនេះធ្វើម៉េចបើស្ថានភាពចង្រៃយកអាចឆ្កែអស់ទាំងនេះមកចូលមិនចេះចប់មិនចេះហើយបែបនេះដោយឡែកថាអីកម្ពុជាដោយសារតែកម្ពុជាជាប្រទេសដែលមានសន្តិភាពបាត់ទៅហើយសន្តិភាពពេញលេញអត់មានរឿងរញ៉េរញ៉ៃដូចនៅក្នុងស្រុកថៃខ្ញុំនោះទេបាទសូមជ្រាបនិងយល់ឲ្យបានច្បាស់អំពីបញ្ហានេះបាទសូមអរគុណ